ប្រសិនបើអ្នកនរគ្នាទៅចាប់ដើមនៅក្នុងវិស័យ trade ត្រូវតែដឹងអំពីតំបន់មួយនេះដោយសារតំបន់មួយនេះគឺជាតំបន់មួយដែលអ្នកនរគ្នាអាចប្រើប្រាស់ទៅលើយុទ្ធសាស្ត្រមួយនេះឬក៏តំបន់មួយនេះក្នុងការចូលជួញដូរបានដែលគេតែងនិយាយថា FVG ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នារបៀបក្នុងការចាប់ទៅលើ FVG ឲ្យបានត្រឹមត្រូវជាមួយទៅនឹង FVG បែងចែកជាប្រមាណហើយយើងចាប់ហើយយើងនឹងប្រើប្រាស់ក្នុងការចូលជួញដូរដោយប្រើប្រាស់យុទ្ធសាស្ត្រ FVG ដោយរបៀបណាសម្រាប់អ្នកនរគ្នាដែលទៅចាប់ដើមមុននឹងចូលវីដេអូរបស់ខ្ញុំប្រសិនបើអ្នកនរគ្នាកំពុងស្វែងរកទៅលើក្រុមហ៊ុនជួញដូរដែលមានសមត្ថភាពទទួលបានទៅលើ rebate ទទួលបានទៅលើ spread ទៀតអ្នកនរគ្នាកុំភ្លេច connect link ខាងលើនេះហើយប្រសិនអ្នកនរគ្នាកំពុងស្វែងរកទៅលើតាក់ទង community សិក្សានិងតាក់ទងនឹងការចែកម្លែកអ្វីផ្សេងៗព័ត៌មានអ្វីផ្សេងៗខ្ញុំនឹងដាក់វិភាគទីផ្សារនៅក្នុងក្រុម channel របស់ខ្ញុំដូចគ្នាអ្នកនរគ្នាកុំភ្លេចចូលទាំងអស់គ្នាបានដូចគ្នាតោះកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាសួស្តីអ្នកនរគ្នាតោះយើងមកមើលរបៀបក្នុងការចាប់ទៅលើ FVG មុនសិនមុនអ្នកនរគ្នាដឹងក្នុងការដែលយើងទៅលើរបៀបក្នុងការប្រើប្រាស់យុទ្ធសាស្ត្រ FVG យើងត្រូវដឹងអំពីការចាប់ FVG សិនក្នុងការចាប់ FVG ឥឡូវអ្នកនរខ្ញុំនឹង show អ្នកនរគ្នាមួយក្នុង FVG គឺវាបែងចែកជាដើម្បីហៅថា FVG បានគឺត្រូវតែមើលទៅលើ 3 candle បែបនេះចាំតិចខ្ញុំនឹងគូនេះអ្នកនរគ្នាមើលវាមានមួយ FVG ទី2និង FVG ទី3អ្នកនរគ្នាឃើញដល់ពេលវាមានឡើងទៅលើ candle វាឡើងទៅលើអញ្ចឹងនៅពេលដែល FVG ហ្នឹងអ្នកនរគ្នាត្រូវតែមើលចេះដើម្បីចាប់ FVG បែបប្រកបយើងត្រូវមើល candle ទី1នេះ candle ទី1ហើយ candle ទី3អញ្ចឹងនេះ candle ទី2អញ្ចឹងអ្នកនរគ្នាមើលទៅលើ wick នេះហៅ wick ហ្នឹងអ្នកនរគ្នានេះហៅ wick ដែរអញ្ចឹងយើងមើលរបៀបក្នុងការចាប់ FVG គឺយើងចាប់ទៅលើ FVG ដោយរបៀបនេះចាប់ពី wick ទី1នេះមក wick ទី3នេះអូខេក្នុងការចាប់ទៅលើ FVG ដើម្បីចាប់ FVG នឹងបានគឺ3 candle បែបនេះឲ្យវាឡើងទៅលើហើយវាមានទៅលើប្រកាសជា gap ងាយស្រួលយកទៅវាប្រកាសជា clear ជូនអ្នកទាំងអស់គ្នាប្រកាសជា clear តាក់ទងទៅនឹងអានេះគេហៅថា bullish FVG ខ្ញុំអត់និយាយអំពី inversion value gap ខ្ញុំនិយាយពីអីខ្ញុំនិយាយអំពី basic ដំបូងមូលដ្ឋានគ្រឹះសិនណាអូខេអានេះគេហៅថា bullish FVG តាក់ទងទៅនឹង bearish FVG ម្ដងមានន័យថាគឺ FVG ហ្នឹងគឺ candle 3ហ្នឹងគឺវាមានការចុះមកក្រោមវិញម្ដងអានេះគឺ candle ឡើងទៅលើឧទាហរណ៍ខ្ញុំចង់មានន័យថាខ្ញុំចង់ជាអ្នកតិចចង់មានន័យថាប្រសិនបើ candle មិនថា candle មានពណ៌ក្រហមលាយខ្លះឬក៏អីខ្លះសំខាន់ឲ្យវាបង្កើតទៅជា clear ទី clear បែបនេះមានន័យថា candle ទី1និង candle ទី3 wick របស់ candle ទី1និង wick candle ទី3គឺវាបង្កើតជា clear នៅក្នុងរង្វង់នៃ candle ទី2ឬក៏ជា body candle ទី2អញ្ចឹងវាបង្កើតជា clear បែបនេះគេហៅថា fair value gap ដែលមានន័យថាវាបង្កើតជា gap នឹងឯងអានេះគេហៅជា gap អានេះគឺជា gap អូខេហ្នឹងរបៀបក្នុងការចាប់ទៅលើ FVG តាក់ទងទៅនឹង FVG មួយទៀតគេហៅ bearish FVG ម្ដងគឺដូចគ្នាអ្នកនរគ្នាចាប់ពីក្រោមឡើងមកលើម្ដងចេះឃើញទេអានេះគឺជា FVG ដូចគ្នាសំខាន់ដោយសារពេលចុះអ្នកនេះដឹងអីគឺវាតិចពីលើចុះមកទៅអញ្ចឹងគឺ candle ទី1និង candle ទី3របស់ wick ទី1 candle ទី1និង wick ទី3 candle ទី3 wick របស់ទីcandle ទី3របស់ wick ទី3នឹងឯង wick ទី3របស់ candle ទី3នឹងឯងអូខេនិយាយខុសអញ្ចឹងនៅក្នុងកន្លែងនេះគឺជា FVG ដូចគ្នាអញ្ចឹងខ្ញុំជឿថាអ្នកនេះចេះចាប់ក្នុងការ FVG ហើយអូខេអញ្ចឹងកុំឲ្យខកខានយើងចូលរបៀបក្នុងការប្រើប្រាស់ទៅលើ FVG ទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកយល់ស្វែងយល់អំពីរបៀបក្នុងការចាប់ទៅលើ FVG ម្ដងហើយខ្ញុំនឹង show អ្នករបៀបក្នុងការទៅលើយើងប្រើប្រាស់ទៅលើ FVG ផ្ទាល់ក្នុងការចូលមើលទៅលើទីផ្សារហើយយើងចាប់នៅក្នុងទីផ្សារដល់របៀបណាឥឡូវយើងមកមើលទាំងអស់គ្នាតាក់ទងទៅនឹង FVG អ្នកនឹងឃើញតាក់ទងទីផ្សារនេះវាកំពុងស្ថិតនៅក្នុង bullish market structure yes bullish market structure កាលនេះវាបង្កើតទៅជា break out structure នៅក្នុងតំបន់មួយនេះអូខេ break out structure នៅក្នុងតំបន់មួយនេះអ្នកនរគ្នាវាបន្ទាប់ពីបាន break out structure នៅក្នុងកន្លែងនេះវាបានបង្កើតទៅជា value gap មួយនៅក្នុងកន្លែងនេះអូខេមូលហេតុបើខ្ញុំអត់ចូលក្នុងការកន្លែងនេះដោយសារកន្លែងនេះវាមាន high power ផ្សេងទៀតអញ្ចឹង FVG គឺវាបានបង្កើតនេះ FVG មួយនេះគឺជា FVG មួយដែលប្រសិទ្ធភាពបើសិនអ្នកចង់បានទៅលើ FVG ដោយប្រើប្រាស់របៀប FVG ច្រើនអញ្ចឹងតែយើងចូលជួញដូរមួយណាខ្ញុំនឹងប្រាប់អ្នកគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយអញ្ចឹង comment ច្រើនបើខ្ញុំនឹងធ្វើវីដេអូក្រោយជូនអ្នកគ្នាអូខេអញ្ចឹងវាបង្កើតជា FVG មួយនេះអូខេឥឡូវយើងឃើញថាទីផ្សារនេះវាកំពុងស្ថិតនៅក្នុងរបៀបក្នុងការស្ថិតនៅក្នុង FVG នៅក្នុងកន្លែងនេះអ្នកឃើញអត់ហើយទីផ្សារកំពុងស្ថិតនៅក្នុង bullish market structure គឺជាឱកាសមួយល្អក្នុងការទិញឥឡូវយើងមកមើលបងប្អូនគ្នាឃើញអត់អ្នកខ្ញុំចាប់ឲ្យវែងតិចអូខេអញ្ចឹងនេះគឺជារបៀបក្នុងការយើងប្រើប្រាស់ជួញដូរទៅលើ FVG ហើយយើង target វាគឺមកយកទៅលើ swing high កន្លែងនេះមើលរបៀបក្នុងការចាប់ទៅលើ bearish FVG ម្ដងចឹង bearish FVG យើងត្រូវចាប់ជាមួយ market structure ខ្ញុំបញ្ជាក់ទៀតវីដេអូនេះគ្រាន់តែបង្ហាញទៅលើតំបន់ណាដែលយើងគួរពិចារណាក្នុងការអាចទប់តម្លៃក្នុងការលក់បានឬក៏ទិញបានចឹងទៅគេប្រើប្រាស់ដោយ FVG ហ្នឹងឯងឥឡូវយើងមកមើលទីផ្សារនេះវាបង្កើតទៅជាទៅណាខ្ញុំលុបនេះសិនវាបង្កើតទៅជា bearish market structure bearish structure នេះមួយវា show យើងឃើញថាវាបង្កើតទៅជា high low level low ចឹងឡើយនេះគឺជាកន្លែងមួយដែលទប់តម្លៃអ្នកនរអាចពិចារណាក្នុងការលក់បានហើយអ្នកនរអាចតម្លាក់ time frame 3 ទីទៅ 5 ទីដើម្បីចូល confirm entry ចឹងទៅអញ្ចឹងនេះគឺជារបៀបដែលយើងប្រើប្រាស់ជាមួយទៅនឹង FVG វីដេអូរបស់ខ្ញុំគឺតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ